ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តทุกនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះដុកទ័រសុនសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តทุกនិងបងប្អូនសិស្សពេទ្យទាំងអស់គ្នាអំពីប្រធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះយើងលើកឡើងអំពីជំងឺរោគស្ត្រីបាទអញ្ចឹងពាក់ព័ន្ធនឹងជំងឺរោគស្ត្រីដែរបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងយកអំពីមានកូនតែធ្លាក់ឈាមបាទភាសាអង់គ្លេសគេហៅថា bleeding urine pregnancy បាទយើងឃើញថាបញ្ហាធ្លាក់ឈាមនៅពេលមានកូនហ្នឹងបាទគឺជាបញ្ហាមួយដែលយើងឃើញច្រើនផងដែរដែលបញ្ហាខ្លះវាជាបញ្ហាធម្មតាបញ្ហាខ្លះវាជាបញ្ហាដែលត្រូវតែធ្វើការពិនិត្យព្យាបាលឲ្យបានទាន់ពេលវេលាផងដែរបាទយើងចង់ដឹងថាតើមានកូនតែធ្លាក់ឈាមហ្នឹងវាបណ្ដាលមកពីអ្វីខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមាតិកាក្នុងថ្ងៃនេះយើងឃើញមានពីរចំណុចសំខាន់ទី1គឺសេចក្ដីដើមទី2គឺមូលហេតុធ្លាក់ឈាមនៅត្រីមាសទី1បាទយើងចង់ដឹងថាតើនៅត្រីមាសទី1ហ្នឹងមូលហេតុធ្លាក់ឈាមមកពីអ្វីខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អិចដើមធ្លាក់ឈាមរោគស្ត្រីគឺជាមូលហេតុញឹកញាប់មួយដែលនាំឲ្យស្ត្រីទៅពិគ្រោះជំងឺផ្នែករោគស្ត្រីហ្នឹងមូលហេតុគឺអាចទាក់ទងនឹងការមានផ្ទៃពោះវិបត្តិហូម៉ូននិងជំងឺដែលបន្តពូជរបស់ស្ត្រីផងដែរអញ្ចឹងយើងគេថាមានមូលហេតុធំ3ទាក់ទងនឹងការធ្លាក់ឈាមរោគស្ត្រីហ្នឹងបាទវាអាចមានពាក់ព័ន្ធនឹងការមានផ្ទៃពោះឬក៏ការមានកូនអាចទាក់ទងបាត់ហូម៉ូនហើយនឹងជំងឺនៅនឹងផ្ដាំបន្តពូជរបស់ស្ត្រីផងដែរបញ្ហាធ្លាក់ឈាមក្នុងពេលមានផ្ទៃពោះគឺមានញឹកញាប់ជាពិសេសគឺនៅត្រីមាសទី1និងជាទូទៅវាមិនមានមូលហេតុសម្រាប់ប្រការអាសន្ននោះទេបាទអញ្ចឹងនិយាយថាការលេខឈាមខ្លះវាជាករណីធម្មតាទេប៉ុន្តែករណីខ្លះវាអាចជាបញ្ហាដែរប៉ុន្តែជួនកាលការលេខឈាមអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរណាមួយដែលចាំបាច់ត្រូវដឹងពីមូលហេតុតាមរយៈទៅជួបគ្រូពេទ្យដើម្បីឲ្យប្រកាសថាស្ត្រីមានផ្ទៃពោះព្រមទាំងកូនមានសុខភាពល្អបាទហ្នឹងគឺតកតទៅនឹងការតាមដានសំខាន់នៅពេលដែលមានបញ្ហាធ្លាក់ឈាមក្នុងពេលមានផ្ទៃពោះបាទអញ្ចឹងយើងមើលជាបន្តទៀតតកតទៅមូលហេតុធ្លាក់ឈាមនៅត្រីមាសទី1តើមូលហេតុធ្លាក់ឈាមនៅត្រីមាសទី1របស់ស្ត្រីមានផ្ទៃពោះហ្នឹងមានមូលហេតុអ្វីខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលមូលហេតុធ្លាក់ឈាមនៅត្រីមាសទី1យើងឃើញថាធ្លាក់ឈាមនៃការកាច់សំបុករបស់ស៊ីហ្គោតឬក៏ឈាមលាងក្បាលកូនអញ្ចឹងឈាមលាងក្បាលកូនហ្នឹងភាគច្រើនវាកើតមាន10ថ្ងៃក្រោយការរំភេតហ្នឹងបាទហើយឈាមហ្នឹងក៏មិនមានបរិមាណច្រើនដែរបាទគឺមានបរិមាណតិចតួចមានពណ៌ផ្កាឈូកបាទអញ្ចឹងហ្នឹងគឺស្ត្រីអាចចាប់អារម្មណ៍បានទាក់ទងនឹងឈាមនៃការកាច់សំបុកឬក៏ឈាមលាងក្បាលកូនហ្នឹងយីមកតទៀតមូលហេតុធ្លាក់ឈាមនៅត្រីមាសទី1ទី2គឺវាអាចពាក់ព័ន្ធនឹងការរលូតកូនអញ្ចឹងស្ត្រីក៏រៀនជក់ពោះខ្លាំងហើយធ្លាក់ឈាមបាទហ្នឹងវាអាចជាសញ្ញានៃការរលូតកូនផងដែរយីមកតទៀតគឺមូលហេតុធ្លាក់ឈាមនៅត្រីមាសទី1នៃការមានផ្ទៃពោះទី3គឺពាក់ព័ន្ធនឹងជំងឺកូនក្រៅស្បូនយើងដឹងថាជំងឺកូនក្រៅស្បូនវាមាន2%នៃការមានផ្ទៃពោះទាំងអស់ហើយសញ្ញាសំខាន់3ដែលត្រូវចាប់អារម្មណ៍ស្ត្រីទៅចាប់អារម្មណ៍ហ្នឹងគឺទាក់ទងការបាត់រដូវស្ត្រីមានបញ្ហាធ្លាក់ឈាមនិងមានការឈឺនៅផ្នែកពោះខាងក្រោមផងដែរយើងមកតាមទៀតទាក់ទងមូលហេតុធ្លាក់ឈាមនៅត្រីមាសទី1ឬស្ត្រីមានផ្ទៃពោះហ្នឹងទី4គឺទាក់ទងនឹងជំងឺកូនពងបាទអញ្ចឹងជំងឺកូនពងហ្នឹងគឺវាមានតែកោសិកាសុកទេបើកើតជាគិសច្រើននៅក្នុងហ្នឹងបាទយើងឃើញថាស្ត្រីមានសញ្ញានៃការចាញ់កូនខ្លាំងបាទគូចចង្អោរខ្លាំងតែម្ដងនៅពេលព្រឹកបាទហើយនឹងវាមានការប្រែប្រួលរាងកាយរបស់ស្ត្រីហ្នឹងគឺមានការធ្លាក់ឈាមតែម្ដងបាទអញ្ចឹងមកតទៀតតកតងមូលហេតុធ្លាក់ឈាមនៅត្រីមាសទី1លើស្ត្រីមានផ្ទៃពោះទី5
វាអាចពាក់ព័ន្ធនឹងជំងឺរលាកមាត់ស្បូនបង្ករោគបាទអញ្ចឹងបញ្ហារលាកមាត់ស្បូនបង្ករោគហ្នឹងវារួមផ្សំមកយើងឃើញថាវាអាចមានបញ្ហាធ្លាក់ឈាមនៅពេលមានទេពពោះផងដែរយើងមើលតាមទៀតតើតើមូលហេតុធ្លាក់ឈាមនៅត្រីមាសទី1នៃការមានទេពពោះទី6គឺវាអាចពាក់ព័ន្ធនឹងជំងឺមហារីកមាត់ស្បូនបាទអញ្ចឹងជំងឺមហារីកមាត់ស្បូនហ្នឹងអាចធ្វើឲ្យស្ត្រីមានបញ្ហាធ្លាក់ឈាមក្នុងពេលមានទេពពោះផងដែរបាទជាពិសេសគឺនៅពេលដែលគាត់នៅជាមួយគ្រួសារគាត់បាទអញ្ចឹងអានោះវាអាចមានបញ្ហាអឺឈាមនឹងវាហូរចេញមកផងដែរបើសិនជាដំបៅមហារីកនឹងមានការវិវត្តយើងមកតាមទៀតតើតើមូលហេតុធ្លាក់ឈាមនៅត្រីមាសទី1នៃការមានទេពពោះទី7គឺពាក់ព័ន្ធនឹងការប្រែប្រួលមាត់ស្បូនទៅជាទន់ងាយរហែកនៅពេលរំភេកអញ្ចឹងនៅពេលដែលស្ត្រីមានការរំភេកទៅវាមានការធ្លាក់ឈាមហើយមានទេពពោះហ្នឹងវាអាចពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលមាត់ស្បូនដែរបាទដោយសារនៅពេលទេពពោះបំរែបំរួលអរម៉ូនធ្វើឲ្យមាត់ស្បូនរបស់ស្ត្រីហ្នឹងទន់ងាយនឹងរហែកផងដែរយើងមើលតាមទៀតតើតើមូលហេតុធ្លាក់ឈាមនៅត្រីមាសទី1នៃការមានទេពពោះទី8គឺតើតើនឹងការប្រែប្រួលមាត់ស្បូននៅពេលដែលស្ត្រីធ្វើ Pap smear បាទជួនកាលក៏ធ្វើ Pap smear ក្នុងពេលទី1អញ្ចឹងវាអាចប្រឈមនឹងបញ្ហាដាច់រលាត់អញ្ចឹងទៅលើមាត់ស្បូនអាចធ្វើមានបញ្ហាធ្លាក់ឈាមផងដែរយើងមកតាមទៀតតើតើមូលហេតុធ្លាក់ឈាមនៅត្រីមាសទី1នៃការមានទេពពោះទី9គឺពាក់ព័ន្ធនឹងកូនមិនលូតលាស់បាទអញ្ចឹងសញ្ញាកូនមិនលូតលាស់ហ្នឹងវាអាចមានជាសញ្ញាធ្លាក់ឈាមក្នុងពេលមានទេពពោះនៅត្រីមាសទី1ផងដែរបាទអញ្ចឹងយើងមកជាបន្តទៀតតើតើមូលហេតុធ្លាក់ឈាមនៅត្រីមាសទី1នៃការមានទេពពោះទី10បាទវាអាចពាក់ព័ន្ធនឹងការស្លាប់កូនមួយនៃកូនភ្លួងជាពិសេសគាត់មានកូនភ្លួងមានការស្លាប់កូនមួយនៃកូនភ្លួងហ្នឹងអាចស្ត្រីហ្នឹងមានបញ្ហាធ្លាក់ឈាមនៅត្រីមាសទី1នៃការមានទេពពោះផងដែរបាទអញ្ចឹងបើសិនជាស្ត្រីមានសញ្ញាធ្លាក់ឈាមនៅពេលមានទេពពោះយើងឃើញថាខាងប្រាសាទរាជខ្ញុំផ្ដល់សេវាពិនិត្យនៅព្យាបាលបញ្ហាធ្លាក់ឈាមនៅពេលមានទេពពោះក្នុងតម្លៃសមរម្យផងដែរអាចធ្វើការប្រឹក្សាសុខភាពតាមលេខទូរស័ព្ទក៏ដូចជាលេខ Telegram 3ខ្សែគឺ092 59 350 088 3132 225ហើយនិង016 58 57 64ផងដែរហើយបើចង់រកទីតាំងយើងមានមធ្យោបាយ2គឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងលោកស្រីក៏មាន iPhone អាចចូលក្នុង App Store ស្វែងរកកម្មវិធី QR code reader ដំឡើងកម្មវិធីនឹងមកបើកកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play Store បាទស្វែងរកកម្មវិធី Google Land បាទដោយអក្សរស្រាប់ដំឡើងកម្មវិធីនឹងមកបើកកម្មវិធីនឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬយ៉ាងតែយើងអាចមើលតាមផែនទីផ្ទាល់បាទយ៉ាចុះតាមខ្លងទ្វារវត្តសាមសល់បត់តាមវត្តខាងស្ដាំដៃចុះតាមផ្លូវ16 BT ត្រង់ចុងផ្លូវគឺដល់ទីតាំងខ្ញុំហើយឬក៏យ៉ាងតែអាចចុះតាមផ្លូវតផុនច្រកចូលទៅមុខហាង Pizza Comic តែម្ដងបើសិនមកពុកម៉ែបងប្អូនក៏ដូចជាចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលទៅថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ MD Khoksun Official បាទធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង channel ខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលទៅថ្លៃច្រើនទៀតផងដែរបើសិនមកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបានវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងនឹងជំងឺរោគស្ត្រីសញ្ញានៃការមានកូនសញ្ញានៃការមានកូនខុសធម្មតាក៏ដូចជាការយល់ដឹងអំពីតេស្តផ្សេងៗក្នុងផ្នែករោគស្ត្រីនិងតេស្តផ្សេងៗទៀតទាក់ទងផ្នែកពេទ្យក៏ដូចជាការយល់ដឹងអំពីវ៉ាក់សាំងយ៉ាចូលក្នុង YouTube Channel វាយពាក្យ Dr. Sun បាទអក្សរ D ធំមក O dot clear S អក្សរធំ U N N បាទដោយអក្សរស្រាប់បាទចុច search ស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលក្នុង Channel ចុចពាក្យ Subscribe និងយល់កណ្ដឹងបាទចុចពាក្យ Subscribe យល់កណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន Subscribe ចឹងនៅពេលដែលយើងផុសវីដេអូលើកក្រោយនឹងឃើញក្នុងរ៉ាន YouTube ជាបន្តបាទជួយ Subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ